បុរសម្នាក់នោះកំពុងបោះសម្អាតកម្រាលអត់ដោយប្រើអំបោះប៉ុន្តែមិនដឹងថាដោយរបៀបណាគាត់បានធ្វើឲ្យដាវដៃខ្មៅទម្ងន់1000ផោនហោះទៅឆ្ងាយគ្មាននរណាម្នាក់អាចដឹងឡើយថាកម្លាំងដ៏គួរឲ្យខ្លាចនោះមកពីណាមូលហេតុគឺដោយសារតែអត្តសញ្ញាណពិតរបស់គាត់គឺជាអ្នកប្រាជ្ញដាវ Sword Saint ដែលជាប់ចំណាត់ថ្នាក់លេខ1នៅលើបញ្ជីឋានសួគ៌កាលពីប៉ុន្មានឆ្នាំមុនជាមួយនឹងគម្ពីរដាវវងដែលគាត់បានបង្កើតឡើងដោយខ្លួនឯងគាត់បានក្លាយជាអ្នកដែលមិនអាចយកឈ្នះបានរួចទៅហើយប៉ុន្តែនៅពេលដែលស្ថិតក្នុងចំណុចកំពូលនៃកេរ្តិ៍ឈ្មោះគាត់ស្រាប់តែបាត់ខ្លួនហើយទៅលាក់ខ្លួននៅក្នុងសាលាមជ្ឈិមប្រយុទ្ធមួយដែលកំពុងធ្លាក់ចុះដុនដាបក្នុងនាមជាអ្នកបោះសម្អាតកម្រាលធម្មតាម្នាក់នៅពេលនោះឯងមិត្តរួមថ្នាក់របស់គាត់បានអូសគាត់ឲ្យទៅរៀនគម្ពីរដាវវងដែលបង្រៀនដោយគ្រូរបស់ពួកគេពេលឮថាមានអ្នកកំពុងរៀនក្បាច់ដាវរបស់ខ្លួនគាត់ក៏មានការចាប់អារម្មណ៍ខ្លាំងហើយក៏ដើរតាមពួកគេទៅភ្លាមប៉ុន្តែគាត់បានដឹងភ្លាមថាគ្មាននរណាម្នាក់អាចយល់ពីខ្លឹមសារពិតរបស់វាបានឡើយដូច្នេះគាត់ក៏មិនអាចទប់អារម្មណ៍បានហើយបានគ្រវីក្បាលតិចជាអកុសលសិស្សច្បងបានឃើញសកម្មភាពនេះហើយក៏ខឹងសម្បាយ៉ាងខ្លាំងដោយគិតថាអ្នកបម្រើកំពេចកំពុកម្នាក់នេះកំពុងមើលងាយគាត់ខណៈពេលដែលគាត់ត្រៀមនឹងដាក់ទណ្ឌកម្មអ្នកបម្រើនោះគ្រូដែលឈរនៅក្បែរនោះក៏មានអារម្មណ៍ថាមានអ្វីយ៉ាងមិនប្រក្រតីទើបគាត់ដើរចូលទៅសុំការណែនាំយ៉ាងរាបទាបក្បាច់នេះមានឈ្មោះថាដាវបោះទម្លុះវារហោស្ថានទាំង8ចំណុចសំខាន់គឺស្ថិតនៅលើការដកដង្ហើមរបស់អ្នកបន្ទាប់ពីបានឬបែបនេះគ្រូក៏គិតថាវាសមហេតុផលទើបគាត់សម្រេចចិត្តសាកល្បងដោយខ្លួនឯងគាត់បានគ្រវីដាវទៅលើបង្គោលឈើដែលនៅពីមុខគាត់ប៉ុន្តែគួរឲ្យភ្ញាក់ផ្អើលគឺគ្មានអ្វីកើតឡើងសោះគ្រូគិតថាគាត់ប្រហែលជាគិតច្រើនពេកហើយមិនគួរជឿសម្ដីអ្នកបម្រើនោះទេប៉ុន្តែអ្វីដែលគាត់មិនបានដឹងនោះគឺថាផ្នែកខាងក្នុងនៃបង្គោលឈើនោះត្រូវបានបំបែកជាបំណែកអស់ទៅហើយដោយមិនដឹងរឿងនេះគ្រូថែមទាំងបានប្រាប់អ្នកទាំងអស់គ្នាឲ្យផ្ចង់អារម្មណ៍ហើយសិក្សាគម្ពីរដាវវងឲ្យបានល្អទៀតផងប៉ុន្តែនៅពេលនោះក៏មានភ្ញៀវមិនបានអញ្ជើញមួយក្រុមបង្ហាញខ្លួននៅខាងក្រៅបុរសដែលដឹកនាំពួកគេឈ្មោះមរងយូដែលជាឈ្មោះធ្វើឲ្យពិភពក្បាច់គុណទាំងមូលមានការភ័យខ្លាចលើកនេះគាត់បានមកដើម្បីដណ្ដើមយកគម្ពីរដាវវងនៅក្នុងដៃរបស់ពួកគេថ្ងៃនេះខ្ញុំមិនត្រឹមតែមកយកគម្ពីរដាវនេះត្រឡប់ទៅវិញទេគឺខ្ញុំនឹងលុបឈ្មោះសាឡាមឈិមប្រយុទ្ធខេងឡងចេញពីផែនទីនេះតែម្ដងដូច្នេះគាត់ពិតជាមកដើម្បីលួចគម្ពីរដាវមែនប៉ុន្តែគាត់ក៏បានផ្ដល់ឱកាសឲ្យគ្រូផងដែរដោយសន្យាថាបើអាចកម្ចាត់អ្នកប្រយុទ្ធកំពូលទាំង3ដែលគាត់នាំមកបានគាត់នឹងចាក់ចេញទៅដោយមិននិយាយអ្វីទាំងអស់ដោយប្រឈមមុខនឹងការប្រមាថបែបនេះសិស្សច្បងគឺជាអ្នកដំបូងគេដែលហ៊ានចេញមុខគាត់បានប្រឈមមុខជាមួយបុរសទំពេកដែលកាន់ដាវភ្លាមប៉ុន្តែដោយសារសមត្ថភាពខ្សោយគាត់មិនមែនជាគូប្រកួតឡើយហើយចាញ់ក្នុងរយៈពេលតែមួយជុំប៉ុណ្ណោះនៅពេលដែលជីវិតរបស់គាត់ស្ថិតក្នុងគ្រោះថ្នាក់គ្រូក៏បានលូកដៃចូលជួយប៉ុន្តែនៅពេលប្រឈមមុខនឹងអាវុធទម្ងន់1000ផោននោះសូម្បីតែគ្រូក៏ពិបាកនឹងទប់ទល់ដែរនៅពេលដ៏សំខាន់នោះបុរសវ័យក្មេងអ្នកបោះដីបានរំលឹកគាត់ថាកម្លាំងរបស់ខ្លាគឺស្ថិតនៅលើក្រញាំនិងចង្កុំរបស់វាចំណែកឯគុណសម្បត្តិរបស់កញ្ជ្រោងគឺស្ថិតនៅលើចលនារបស់វាពិតមែនដោយការរំពឹងទុកគ្រាន់តែបានឬពាក្យពីរឃ្លាដ៏សាមញ្ញនោះគ្រូក៏រកឃើញចំណុចខ្សោយរបស់គូប្រកួតភ្លាមហើយវាបកទៅវិញរហូតគូប្រកួតថយក្រោយជាច្រើនហត្ថប៉ុន្តែបុរសទំពេកនោះបានកែសម្រួលចំហយ៉ាងរហ័សហើយបានវាបកមកលើគ្រោះវិញរហូតរងរបួសធ្ងន់ទោះបីជាបុរសវ័យក្មេងឃើញហើយបានជួយទប់ទល់កម្លាំងនោះទាន់ពេលវេលាក៏ដោយប៉ុន្តែខ្សែស្រាប់សរសៃឈាម Meridians របស់គ្រូត្រូវបានបំផ្លាញអស់ទៅហើយដោយឃើញថាគម្ពីរដាវវងចិត្តនឹងត្រូវបាត់បង់គ្រូក៏ដឹងថាបុរសវ័យក្មេងម្នាក់នេះមិនមែនជាមនុស្សធម្មតាឡើយទើបគាត់អង្វរឲ្យបុរសនោះជួយសង្គ្រោះសាលាថេងឡងក៏បានតើឲ្យធ្វើមិនទៀតពេញមួយឆ្នាំកន្លងមកនេះខ្ញុំរស់នៅក្នុងសាលារបស់អ្នកហើយទទួលបានការយកចិត្តទុកដាក់ពីអ្នកយ៉ាងច្រើនដោយឃើញថាគាត់ត្រៀមនឹងចេញមុខជួយសិស្សប្អូនស្រីក៏ប្រញាប់ហុចដាវឲ្យគាត់ប៉ុន្តែជាមួយនឹងកម្រិតធម៌ពលរបស់គាត់មិនចាំបាច់ប្រើវាតតែសោះគាត់គ្រាន់តែយកអំបោះរបស់គាត់ដើរឆ្ពោះទៅរកបុរសទំពេកនោះប៉ុណ្ណោះដំបូងឡើយបុរសទំពេកគិតថាពួកគេបញ្ជូនអ្នកបម្រាមឲ្យស្លាប់ប៉ុន្តែនៅពេលដែលបុរសវ័យក្មេងនោះធ្វើចលនាអ្នកគ្រប់គ្នាដែលនៅទីនោះមានការស្រឡាំងកាំងយ៉ាងខ្លាំងចុះថ្ងៃនេះខ្ញុំនឹងបង្ហាញអ្នកថាតើក្បាច់ដាវពិតប្រាកដវាដូចម្តេច